នៅរសៀលថ្ងៃទី19ខែសីហាឆ្នាំ2026លោកសោមបុរិទ្ធអនុប្រធានសមាគមអ្នកសារព័ត៌មាន Digital កម្ពុជាហៅកាត់សមាគមកាដាតំណាងដល់ខ្ពង់ខ្ពស់របស់អាដាមបណ្ឌិតគុជលីជាប្រធានអញ្ជើញចូលរួមប្រជុំក្នុងកិច្ចប្រជុំបូកសរុបផលិតផលការអនុវត្តឆមាសទី1ឆ្នាំ2026និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការសមាគមអ្នកសារព័ត៌មាននៅកម្ពុជាកិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មានដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើនរូបកិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសមិទ្ធផលនិងបញ្ហាប្រឈមនានាដែលក្រសួងព័ត៌មានបានជួបប្រទះនិងដោះស្រាយក្នុងរយៈពេល6ខែដើមឆ្នាំ2026ហើយដំណេតភត្រាបានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មានដែលដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌការងារព័ត៌មាននិងការផ្សព្វផ្សាយហើយនៅក្នុងអាណត្តិទី7នេះក្រសួងព័ត៌មានបានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខ័ណ្ឌជួយដល់បងប្អូនអ្នកសារព័ត៌មានតាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពង្រឹងគុណភាពសារព័ត៌មានឲ្យបានល្អអាចដំណើរការផ្សាយទៅមុខទៀតអាដាមណេតភត្រាបានគូបញ្ជាក់ថាការសហការគ្នារវាងក្រសួងព័ត៌មាននិងសមាគមសារព័ត៌មានគឺជាកត្តាចាំបាច់បំផុតក្នុងការជំរុញការអភិវឌ្ឍសារព័ត៌មានឲ្យកាន់តែមានភាពរឹងមាំនិងប្រកបដោយវិជ្ជាជីវៈ